ពេលខ្លះខ្ញុំពិតជាមានអារម្មណ៍ចង់តបតចង់វែកញែកជាមួយមនុស្សដែលបានធ្វើមិនល្អដាក់ខ្ញុំណាស់ដើម្បីឲ្យពួកគេបានស្គាល់ពីអារម្មណ៍នៃការឈឺចាប់ការចោទប្រកាន់និងការមិនអើពើដោយដែលខ្ញុំបានធ្លាប់ជួបប៉ុន្តែបេះដូងរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំក្លាយជាមនុស្សដូចពួកគេទេព្រោះធម្មជាតិពិតរបស់ខ្ញុំគឺនៅតែជ្រើសរើសភាពល្អស្មោះត្រង់សន្តិភាពនិងការយល់ចិត្តទោះបីជាខ្ញុំមិនត្រូវទទួលបានការព្យាបាលដោយភាពយុត្តិធម៌សម្រាប់ខ្លួនឯងក៏ដោយមិនមែនខ្ញុំខ្សោយទេប៉ុន្តែព្រោះខ្ញុំមិនចង់បាត់បង់តម្លៃនិងអត្តសញ្ញាណពិតរបស់ខ្លួនដើម្បីតបតតាមទង្វើអវិជ្ជមានរបស់អ្នកដទៃឡើយពេលខ្លះការមិនតបតទៅវិញគឺជាកម្លាំងមួយដែលបង្ហាញថាបេះដូងខ្ញុំនៅតែស្រស់ស្អាតនិងមិនឲ្យភាពអាក្រក់ណាមួយរបស់អ្នកដទៃមកបំផ្លាញភាពល្អនៅក្នុងខ្លួនខ្ញុំបាននៅក្នុងព្រះគម្ពីរបានចែងអំពីកំហឹងនិងការអត់ធ្មត់គឺគម្ពីររ៉ូមជំពូក12ខ17និង18កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ត្រូវគិតតែពីប្រព្រឹត្តអំពើល្អនៅចំពោះមនុស្សទាំងអស់វិញផ្នែកឯខាងបងប្អូនប្រសិនបើបងប្អូនអាចធ្វើបានត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅពេលខ្លះភាពស្ងៀមស្ងាត់ឬការមិនអើពើមិនមែនបានន័យថាយើងអន់យើងកំសាកឬយើងទទួលស្គាល់ពីពាក្យចោទប្រកាន់ទាំងនោះពីអ្នកដទៃទេប៉ុន្តែភាពស្ងប់ស្ងាត់គឺបង្ហាញពីភាពឆ្លាតនិងតម្លៃពិតប្រាកដដែលយើងមានពីព្រោះការបកស្រាយខ្លះវាពិតជាឥតប្រយោជន៍សូមចាំថាមនុស្សគេអាចនឹងស្ដាប់ពីអ្វីដែលគេចង់ឮតែប៉ុណ្ណោះ